ជាដំបូងសូមគោរពជំរាបសួរគ្រូនិងខ្ញុំជួបផលលីនដាដែលសិក្សានៅសាលាពុទ្ធិកសាកលវិទ្យាល័យថ្ងៃនេះខ្ញុំនឹងលើកបង្ហាញអំពីមុខវិជ្ជានៃមេរៀនគឺការរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ2024ដល់ឆ្នាំ2028ដែលក្តោបសំខាន់នៅចំណុចសំខាន់ដែលជួយឲ្យការរៀបចំផែនការនេះមានការអភិវឌ្ឍធ្វើឲ្យវិស័យអប់រំមានការរីកចម្រើនជាងមុនដែលចំណុចសំខាន់ក្តោបរួមនៅការរៀបចំផែនការនេះគឺចំណុចសំខាន់ទី1គឺការកែលម្អនៅភាពជាអ្នកដឹកនាំចំពោះផលវិជ្ជមានកាលណាដែលធ្វើការកែប្រែនៅការដឹកនាំការគ្រប់គ្រងក៏អាចធ្វើឲ្យការគ្រប់គ្រងថ្មីប្រសើរឡើងជាងការគ្រប់គ្រងដឹកនាំនៃរចនាសម្ព័ន្ធនៃការសិក្សាចាស់ដែលអាចជួយឲ្យងាយស្រួលក្នុងការគ្រប់គ្រងឲ្យការគ្រប់គ្រងនោះមានសណ្ដាប់ធ្នាប់ល្អមានវិន័យនិងមានការអភិវឌ្ឍជាងមុនចំពោះផលវិជ្ជមានអាចប៉ះពាល់ទាំងពេលវេលាហើយយើងក៏ត្រូវការថវិកាក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំនឹងឲ្យបានល្អភាពដែលអាចអនុវត្តបានក្នុងការដឹកនាំគឺយើងត្រូវការពេលវេលាដែលមិនប៉ះពាល់ទៅដល់នៅក្នុងការអប់រំពាក់ព័ន្ធនឹងការរៀនបង្រៀនរបស់គ្រូនិងសិស្សហើយត្រូវការទាំងថវិកាដែលស្របទៅតាមថវិការបស់រដ្ឋថវិកានៃវិស័យអប់រំចំពោះចំណុចទី2គឺយើងនិយាយក្តោបទៅលើការកែលម្អនៃការចូលរៀនចំពោះផលវិជ្ជមានអាចធ្វើឲ្យកែប្រែចំណុចនៃការចូលរៀនអាចធ្វើឲ្យសិស្សចូលរៀនបានច្រើនជាងមុនធ្វើឲ្យភាគរយនៃការបង់ការសិក្សាមានភាគរយតិចហើយធ្វើឲ្យវិស័យអប់រំហ្នឹងមានការរីកចម្រើនហើយសម្បូរនៅធនធានមនុស្សចំពោះផលវិជ្ជមានខ្ញុំយល់ថាកាលណាការលម្អនៅការចូលរៀនចង់ឲ្យសិស្សចូលរៀនច្រើនហ្នឹងបើវាអាចប៉ះពាល់ទៅដល់ទី1ភាពខ្វះខាតទាំងប៉ះពាល់ជីវភាពគ្រួសារសម្ភារៈក្នុងការសិក្សាថវិកានិងពេលវេលាដូច្នេះភាពដែលអាចអនុវត្តបានគឺខាងវិស័យអប់រំត្រូវតែមានការឧបត្ថម្ភឬអាហារូបករណ៍សម្រាប់សិស្សឲ្យចូលរៀននិងចំពោះអាណាព្យាបាលសិស្សឲ្យគាត់នឹងមានការយល់ដឹងនិងឲ្យតម្លៃទៅលើការសិក្សានិងការជំរុញកូនឲ្យចូលរៀនបានគ្រប់គ្នាចំពោះចំណុចសំខាន់ទី3គឺយើងនិយាយពីការអភិវឌ្ឍនៅវិជ្ជាជីវៈការអភិវឌ្ឍវិជ្ជាជីវៈនេះត្រង់នេះគឺយើងសំដៅទៅលើការអភិវឌ្ឍនៅសមត្ថភាពនៃការបង្រៀនរបស់គ្រូបង្រៀនទៅកាន់សិស្សចំពោះផលវិជ្ជមាននៃចំណុចនេះខ្ញុំយល់ថាការដែលគ្រូគាត់មានវិជ្ជាជីវៈមួយច្បាស់លាស់ត្រឹមត្រូវនៃមុខវិជ្ជានៃការបង្រៀនរបស់គាត់នឹងអាចធ្វើឲ្យសិស្សដែលទទួលបានពីការអប់រំរបស់គាត់នឹងមានចំណេះដឹងច្បាស់លាស់ដោយមានភាពរីកចម្រើនខុសពីការដែលមិនទាន់មានការបណ្ដុះបណ្ដាលឬក៏អភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀននឹងឲ្យច្បាស់លាស់ធ្វើឲ្យប៉ះពាល់ដល់ការទៅដល់ចំណេះដឹងរបស់សិស្សដែលមិនទទួលបានគ្រប់គ្រាន់ចំពោះផលអវិជ្ជមានបើសិនធ្វើការអភិវឌ្ឍនៅវិជ្ជាជីវៈនេះក៏យើងត្រូវការទាំងគ្រូជាមួយថវិកាចំណាយនៅពេលវេលាដើម្បីអភិវឌ្ឍដល់វិជ្ជាជីវៈរបស់គ្រូបង្រៀនផងដែរចំពោះភាពដែលអាចអនុវត្តបានគឺយើងត្រូវមានគ្រូដែលជួយអភិវឌ្ឍនៅវិជ្ជាជីវៈហ្នឹងគ្រប់គ្រាន់មានថវិកាគ្រប់គ្រាន់ដែលស្របទៅតាមថវិកាជាតិនៅវិស័យអប់រំត្រូវចំណាយត្រូវតែមានពេលវេលាគ្រប់គ្រាន់ទាំងថវិកានិងមិនប៉ះពាល់ទៅដល់ការសិក្សាការអប់រំដែលប៉ះពាល់ទៅដល់ការរៀននិងបង្រៀនរបស់គ្រូនិងសិស្សចំពោះចំណុចទី4ដែលយើងនិយាយអំពីការអប់រំជំនាញឬការសិក្សាពេញមួយជីវិតហ្នឹងគឺចំពោះផលវិជ្ជមានខ្ញុំថាការនៅដែលយើងមានការអប់រំជំនាញដល់សិស្សមួយច្បាស់លាស់ចំពោះសិស្សដែលទាំងបន្តការសិក្សានិងបង់ការសិក្សាសិស្សដែលបន្តការសិក្សាគឺគាត់ត្រូវចាប់ជំនាញមួយដើម្បីមានជំនាញច្បាស់លាស់ដើម្បីប្រកបការងារចំពោះសិស្សដែលបង់ការសិក្សាក៏ត្រូវតែមានជំនាញមួយច្បាស់លាស់ផងដែរដើម្បីប្រកបរបរចិញ្ចឹមជីវិតហើយនឹងផ្លាស់ប្ដូរជីវភាពនៃគ្រួសារចំពោះផលអវិជ្ជមាន
គឺកាលណាដែលយើងធ្វើការអភិវឌ្ឍជំនាញដើម្បីសិក្សាឲ្យសិស្សដែលបោះបង់ការសិក្សាហ្នឹងមានជំនាញច្បាស់លាស់ក្នុងការប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតឬក៏ដើម្បីធ្វើឲ្យជីវភាពគ្រួសារមានភាពធូរធារគឺយើងត្រូវការទាំងគ្រូនៃការបង្ហាត់បង្រៀននៅជំនាញមួយច្បាស់លាស់ហ្នឹងហើយនឹងពេលវេលាជាមួយនឹងថវិកាបើយើងមិនមានថវិកាគ្រប់គ្រាន់ក៏មិនអាចអភិវឌ្ឍនៅវិស័យនៃការអប់រំជំនាញរបស់សិស្សហ្នឹងប្រកបដោយភាពអភិវឌ្ឍនឹងរលូនបានដែរចំពោះភាពអនុវត្តបានចំពោះចំណុចទី5ជាចំណុចចុងក្រោយដែលយើងនិយាយអំពីការសហការអប់រំរវាងវិស័យអប់រំជាមួយនឹងសាធារណៈជាមួយវិស័យអប់រំសាធារណៈនិងវិស័យអប់រំឯកជនដើម្បីឲ្យជារួមមកដើម្បីឲ្យវិស័យអប់រំមានការរីកចម្រើនគឺវិស័យសាធារណៈនិងវិស័យវិស័យអប់រំសាធារណៈនិងឯកជនគួរតែមានការសហការគ្នាជាការផ្ដល់ឧទាហរណ៍ដូចជាការផ្ដល់នៅអាហារូបករណ៍សិក្សាដល់សិស្សចំពោះផលវិជ្ជមានក៏អាចធ្វើឲ្យសិស្សដែលគាត់ខ្វះខាតនៅថវិកាដើម្បីសិក្សាបន្តទៅសាកលវិទ្យាល័យគឺសាលាជួនកាលគឺគាត់ចាប់ជំនាញដែលគាត់ចង់រៀនប៉ុន្តែគាត់គ្មានថវិកាគ្រប់គ្រាន់ដើម្បីសិក្សាបន្តដូច្នេះដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនជាមួយនឹងវិស័យអប់រំដើម្បីដើម្បីឲ្យមានធនធានមនុស្សហើយមិនឲ្យសិស្សដែលមិនមានជីវភាពល្អឬក៏ធនធានគ្រប់គ្រាន់ដើម្បីបន្តការសិក្សាដូច្នេះសាលានៃវិស័យអប់រំសាធារណៈហ្នឹងគឺសាលារដ្ឋគួរតែមានទំនាក់ទំនងល្អជាមួយនឹងសាលាឯកជនដើម្បីជួយឲ្យសាលាឯកជននៃវិស័យអប់រំឯកជនហ្នឹងជួយផ្ដល់អាហារូបករណ៍ចំពោះសិស្សដែលគាត់ខ្វះខាតថវិកាដើម្បីសិក្សាបន្តដូច្នេះហើយអាចឲ្យគាត់មានលទ្ធភាពក្នុងការបន្តការសិក្សានិងដើម្បីមានជំនាញច្បាស់លាស់ប្រកបរកការងារបានហើយធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើនជាចុងក្រោយសូមអរគុណលោកគ្រូដែលទស្សនាវីដេអូនេះ